ជួយសៀបន្ទាន់បងប្អូនរឿងនេះសំខាន់ខ្លាំងណាស់ថៃវាចោតទៀតហើយដូចសពម្ដងអញ្ចឹងបងប្អូនតែកាលណាវាចោតគឺវាមានចេតនាដើម្បីវាយប្រហារទៀតហើយអំបញ្ញមិញនេះបងប្អូនបាទគឺថ្មីនេះតែម្ដងយើងសង្កេតឃើញថា account Facebook នៅលើទំព័រ Facebook នានារបស់ជនជាតិថៃទាំងសារព័ត៌មានធំក្តីបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់សូម្បីតែកងទ័ពភូមិភាគទី2របស់ថៃក៏បានចោទប្រកាន់ថាមានករណីផ្ទុះគ្រាប់បែកប្រភេទ40មីលីម៉ែត្របាញ់ធ្លាក់ចូលទៅក្បែរមូលដ្ឋានទាហានផ្លានហិនផែតកនរបស់ប្រទេសថៃភ្លាមនោះក្រសួងការពារជាតិកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយជាបន្ទាន់ផងដែរដើម្បីបញ្ជាក់ប្រាប់ទៅកាន់ភាគីថៃក៏ដូចជាប្រជាពលរដ្ឋកម្ពុជាអំពីព័ត៌មានដែលធ្វើការផ្សព្វផ្សាយពីខាងភាគីថៃនេះគឺមិនមែនជាការពិតទេនៅក្នុងនោះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើការបដិសេធចោលទាំងស្រុងនៅការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានភាគីថៃនិងសូមអះអាងថាជាព័ត៌មានប្រឌិតคล้ายផ្ទុយពីការពិតទាំងស្រុងភាគីថៃមានគោលបំណងបំភាន់សាធារណមតិនិងធ្វើឲ្យស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃមានភាពតានតឹងអ្នកនាំពាក្យក្រសួងការពារជាតិក៏បានបន្ថែមទៀតថាយោងទៅតាមព័ត៌មានដែលទទួលបានពីយោធាភូមិភាគទី4នៃកងយុទ្ធពលខេមរៈភូមិន្ទបានបញ្ជាក់ថាក្រុមទំនាក់ទំនងរបស់យោធាភូមិភាគទី4របស់កម្ពុជានិងកងទ័ពភូមិភាគទី2របស់ថៃបានតាក់ទងសាកសួរនិងផ្ដល់ព័ត៌មានគ្នាដើម្បីបញ្ជាក់ការពិតរួចហើយគឺមិនមានស្ថានភាពកើតឡើងដូចជាការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានថៃទាំងនោះឡើយជាមួយគ្នានេះផងដែរក្រសួងការពារជាតិក៏សូមអំពាវនាវទៅដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់សូមកុំចែករំលែកនៅព័ត៌មានคล้ายដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើនេះដោយតាមដាននិងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ត្រឹមត្រូវនិងជឿទុកចិត្តបានជាពិសេសគឺការផ្ដល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាលទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំក្រសួងនិងអង្គភាពពាក់ព័ន្ធរបស់កម្ពុជានេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិទើបតែចុះផ្សាយនាវេលាម៉ោង 1:23 នាទីមុននេះបន្តិចបងប្អូនជនរួមជាតិប្រិមិត្តទេសនិកជនជាទីគោរពរាប់អាននេះគឺជាករណីដ៏គួរឲ្យព្រួយបារម្ភមួយទៀតហើយសូមបងប្អូនសម្លឹងមកមើលព័ត៌មានព្រំដែនយើងតាមដានស្ថានភាពឲ្យជាប់ដោយសារតែរឿងរ៉ាវកន្លងមកនេះយោធាថៃតែងតែប្រើប្រាស់ឧបាយកលទាំងឡាយឲ្យតែលឺសូរសំឡេងផ្ទុះអីមិនបានទេគឺចោតកម្ពុជាហើយសប្តាហ៍មុនក៏មានការអះអាងពីនាយករដ្ឋមន្ត្រីចាំប្រទេសរបស់លោកអនុទានច័ន្ទវីរៈកុលដែរថាលោកនឹងដាក់ជីវិតដើម្បីការពារដែនអធិបតេយ្យភាពរបស់ប្រទេសថៃឲ្យទាល់តែបានជាពិសេសគឺចង់ផ្ដោតមកលើកម្ពុជាតែម្ដងដែលគេតែងតែចោទថាកម្ពុជានេះរំលោភបំពានដែនអធិបតេយ្យភាពរបស់ពួកគេម្យ៉ាងវិញទៀតលោកស៊ីហាស័កភួងកេតកៅរដ្ឋមន្ត្រីក្រសួងការបរទេសស្ដីទីរបស់ថៃក៏បានធ្វើការអះអាងម្ដងហើយម្ដងទៀតផងដែរថាប្រទេសថៃនឹងធ្វើការឆ្លើយតបដោយប្រដាប់អាវុធរបស់ថៃប្រសិនបើកម្ពុជាធ្វើការផ្ទុះអាវុធម្ដងទៀតនៅលើទឹកដីថៃបងប្អូនសប្តាហ៍មុនក៏គេបានចោទប្រកាន់ដែរថាមានករណីផ្ទុះអាវុធចូលប្រទេសគេឥឡូវនេះគេចោទប្រកាន់ថាផ្ទុះម្ដងទៀតហើយយើងក៏មិនដឹងថាស្ថានភាពនេះអាចនឹងកើតឡើងទៅជាសង្គ្រាមលើកទី3ឬយ៉ាងណាទេយើងរងចាំមើលសារព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិក៏ដូចជាស្ថាប័នធំរបស់កម្ពុជាឆ្លៀតក្នុងឱកាសពេលនេះខ្ញុំបាទសូមនាំបងប្អូនមើលអំពីស្ថានភាពអាយោធាថៃឯនោះវិញបើតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Facebook ប៉ុន្មានថ្ងៃនេះការប្រឈមពាក្យសម្ដីដាក់គ្នាទៅវិញទៅមករវាងភាគីថៃនិងភាគីយោធាកម្ពុជាវាពិតជាគ្រោះថ្នាក់ជាទីបំផុតហើយបងប្អូនខណៈពេលដែលយោធាថៃនេះប្រើប្រាស់កាយវិការត្រៀមសង្គ្រាមជានិច្ចម្រាមដៃរបស់ទាហានថៃកាន់កាយកំភ្លើងពាក្យសម្ដីគំរោះគំរើយបញ្ចេញកាយវិការថោកទាបចំពោះទាហានកម្ពុជាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមិនមានករណីដែលបង្ហាញឲ្យឃើញអំពីការផ្ទុះអាវុធបន្ទាប់ពីចំនួនពាក្យសម្ដីទាំងអស់នោះទេមួយវិញទៀតបើយើងក៏លេចមើលសកម្មភាពរបស់យោធាថៃករណីដូចជាការដាក់ទូកុងតឺន័របន្ថែមនៅតាមតំបន់ព្រំដែនដែលស្ថិតនៅលើដែនអធិបតេយ្យរបស់កម្ពុជាដោយខុសច្បាប់នោះហាក់បីដូចជាមានសន្ទុះខណៈពេលដែលទីលានដ្ឋានរបស់ពួកគេបានសាងសង់ស្ទើរតែរួចរាល់ទៅហើយនៅតាមតំបន់សំខាន់ដែលយោធាថៃធ្វើការរុករានទន្ទ្រានឈ្លានពាននិងឈរជើងដោយខុសច្បាប់ក្រោយបទជប់បាញ់នៅតាមបណ្ដាញសង្គមក្រៅផ្លូវការផ្សេងទៀតយោធាថៃធ្វើការបង្ហោះនៅលើប្រព័ន្ធអ៊ីនធឺណិតបញ្ជាក់អំពីអំនួតសង្គ្រាមប្រើប្រាស់ពាក្យសម្ដីឌឺដងមិនឈប់រូបភាពខ្លះបងប្អូនអាចមើលឃើញថាទាហានថៃកំពុងតែនៅឈរថតជាមួយនឹងរថពាសដែករបស់ពួកគេដែលមានត្រៀមលក្ខណៈរួចជាស្រេចខ្ញុំមើលប៉ុន្មានដងហើយវាមិនមែនជារូបភាព AI ទេវាគឺជារូបភាពពិតដែលរថពាសដែករបស់គេបានបំពាក់ទៅដោយគ្រឿងបរិក្ខារច្នៃប្រឌិតសាមញ្ញដូចជាសំណាញ់ដែកនិងកំណាត់ឈើថ្មីប្រៀបបាននឹងទើបតែរៀបចំរួចស្រេចបាច់ដើម្បីត្រៀមលក្ខណៈនៅក្នុងការធ្វើអ្វីម្យ៉ាងអញ្ចឹងយើងក៏មិនអាចកំណត់ថាពួកគេនឹងត្រៀមធ្វើអ្វីដែរគ្រាន់តែជាការផ្សព្វផ្សាយព័ត៌មានដើម្បីចែករំលែកឲ្យបងប្អូនប្រិយមិត្តទេសនិកជនធ្វើការពិ
ចារណាតែប៉ុណ្ណោះសម្រាប់ភាគីកម្ពុជាជាពិសេសក្រសួងការពារជាតិកម្ពុជាបានធ្វើការបដិសេធនិងច្រានចោលទាំងស្រុងហើយនៅព័ត៌មានដែលធ្វើការផ្សព្វផ្សាយមិនច្បាស់លាស់ហើយមានចេតនាបង្កាច់បង្ខូចបង្កស្ថានភាពមិនល្អនៅតាមបណ្ដោយព្រំដែនដោយអ្វីដែលខ្ញុំបានជម្រាបជូនខាងលើមួយករណីទៀតខ្ញុំបាទសូមជូនព័ត៌មានមួយពាក់ព័ន្ធជាមួយនឹងស្នូផ្ទុះនៅសហែមព្រះវិហារនាថ្ងៃទី5ខែកុម្ភៈឆ្នាំ2026នេះគឺជាការបំផ្ទុះគ្រាប់ដែលមិនទាន់ផ្ទុះរបស់អង្គការស៊ីម៉ាក់កម្ពុជាតែប៉ុណ្ណោះដែលនេះគឺជាវីដេអូផុសតាងបញ្ជាក់ជូនបងប្អូនប្រិយមិត្តទស្សនិកជនឲ្យបានជ្រាបទាំងអស់គ្នាថាវាមិនមែនជាករណីផ្ទុះអាវុធរវាងភាគីថៃនិងកម្ពុជាឡើយប៉ុន្តែដោយឡែកចំពោះការចោទប្រកាន់របស់សារព័ត៌មានភាគីថៃនោះមិនដឹងថាពួកគេបានព័ត៌មានមកពីណាទេឬក៏មានចេតនាអាក្រក់អ្វីដោយសពមួយដងកាលពីជុំទី1និងជុំទី2នោះឡើយយ៉ាងណាយើងរងចាំព័ត៌មានផ្លូវការរបស់ក្រសួងជាបន្តបន្ទាប់សូមអរគុណ